ចានៅក្នុងពេលនេះក៏សូមចាឲ្យដួងតារាទី1បកស្រាយមិនមែនច្រៀងទេគឺនិយាយរឿងកំប្លែងសូមចាញ់ដួងតារាទី1មិនលឺតែបកស្រាយថាឲ្យខ្ញុំច្រៀងខំតអព្រោះចំជំនាញព្រោះចំជំនាញផងបាទឥឡូវនេះសូមនិយាយរឿងមួយបាទរឿងហ្នឹងនៅភូមិមួយហ្នឹងបរោះហ្នឹងគឺថាខូចហ្មងបាទនិយាយពីអត់ចូលចិត្តធ្វើអីទេចូលចិត្តទៅលួចមើលគេងូចទឹកដល់ពេលធម្មតាយើងនៅស្រុកស្រែហ៎អត់មានអីទាន់ធ្វើបន្ទប់ទឹកអីស្អាតណាបងគេចំធៀងដូងគេបាំងធៀងដូងដល់ពេលទៅលបមើលគេងូចទឹកដាក់បន្លបលបសម្រាប់ធៀងដូងនៅខាងនោះដាច់ទៅប្រាវលេងសាប់អ្នកងូចទឹកក្នុងណានោះលេងសាប់គាត់ទៅលឺតាណាហ្នឹងរត់ប្រូចអ្នកលោកមើលរត់អ្នកលោកមើលហ្នឹងរត់បាទសាប់តែរត់ទៅសាប់តែមានអីឆ្កែដេញពីក្រោយតាមម្ចាស់វិញសាប់ដេញថាលឺសម្រាប់ឆ្កែដេញថាតែមនុស្សដេញហ៎ខំរត់ដល់ពេលហត់ពេកឈប់អញហើយហត់ណាខ្ជិលណាជាប់គុកប្រហែលឆ្នាំជាប់អញខ្ជិលរត់ទៀតដល់ពេលងាកមើលទៅឆ្កែអាបកាច់អញថាណាដេញចាប់ហ្នឹងចូលទៅអត់បាទអរគុណហើយធ្លាប់ជួបគេលួចមើលមកលោកមើលមកចិត្តមកជាប់មកមិនចង់ទៅដិតទេចង់ទៅដិតបាទហើយឆ្កែវិញបាទអរគុណដូច្នេះចូលបន្តដល់ដូនតារាទី2ជាបន្តទៀតសម្រាប់នាងខ្ញុំនិយាយពីរឿងអ្នកលក់តប៉ែបាទហើយក៏ពាក់ព័ន្ធជាមួយនឹងការបង្រៀនខ្លះដែរបាទចារឿងមែនតែនណានៅចិត្តផ្ទះខ្ញុំណាចានិយាយមួយហ្នឹងគាត់លក់តប៉ែអញ្ចឹងគាត់កំពុងទទួលតប៉ែលក់ទូលអញ្ចឹងទៅស្រាប់មានសម្លេងមួយស្រែកហៅតប៉ែឈប់ចានិយាយនឹងងាកមើលទៅក៏អត់មានឃើញមនុស្សអត់មានឃើញអីហ្នឹងគាត់ជាដើរទៅទៀតណាបាទដល់ទៅពេលដើរទៅទៀតឬសូរសម្លេងទៀតណាតប៉ែដាក់មួយចានចាដល់ទៅពេលគាត់ច្បាស់ប្រកាសថាមានជាអ្នកមានអ្នកទិញឯណាអញ្ចឹងលើកទី2គាត់ក៏ត្រឡប់មកវិញសម្លេងចេញពីក្នុងផ្ទះហ្នឹងប៉ុន្តែផ្ទះហ្នឹងឃើញខ្ទាស់ទ្វារខ្ទាស់សោទេដល់ទៅពេលអញ្ចឹងគាត់ក៏អង្គុយចាំដល់ទៅពេលអង្គុយចាំអញ្ចឹងទៅយូរទៅអត់មានឃើញអ្នកណាចេញមកឲ្យដាក់តប៉ែដាក់អីអញ្ចឹងសោះអត់មានសោះស្រាប់តែមកសន្ទុះឡើងមាននាងម្នាក់ហ្នឹងគាត់មកពីផ្សារបាទដល់មកពីផ្សារគាត់ចាក់សោចូលផ្ទះគាត់ឆ្ងល់ថាយាយហ្នឹងគាត់អង្គុយចាំអីចាហើយកុំអស់ចិត្តទេចូលក្នុងផ្ទះហើយក៏ចេញមកវិញសួរថាយាយឯងអង្គុយចាំអីស្រាប់តែយាយគាត់ខឹងចំអំណាចទៅអង្គុយចាំយូរហ៎បាទណែនាងឯងខែឲ្យខ្ញុំដាក់តប៉ែអីហៅតប៉ែខ្ញុំឡើង2ដងណាខ្ញុំអង្គុយចាំនាងឯងមកអង្គុយហូរញើសនេះគាត់បាច់ចឹងទៅចាយាយនឹងគាត់រៀនកាច់ដែរតនាងនឹងគាត់មិនដឹងអីគាត់អត់បានគិតអីគាត់គ្រាន់ប៉ាំងទៅប៉ាំងមកបានតែជែកគ្នាមិនស្ទុះណាខ្ញុំលឺសូរសំឡេងនាងឯងហៅខ្ញុំច្បាស់ណាតប៉ែឈប់តប៉ែដាក់មួយចានស្រាប់តែហែងទៅនាងម្នាក់ហ្នឹងគាត់ក៏នឹកឃើញថាក្នុងផ្ទះគាត់ចំសារិកាចាចំសារិកាអញ្ចឹងគាត់ក៏ហួសចិត្តគាត់ក៏និយាយប្រាប់ទៅថាហ្នឹងសុំចប់តែប៉ុណ្្នឹងចាតែទៅខ្លាំងតារាទី2រឿងកំ pl ែងបែបអប់រំបាទចាបាទជាការពិតព្រោះថាសត្វចិញ្ចឹមដល់ពេលណាដែលវាចេះនិយាយបើយើងនិយាយនៅបរិញ្ញាណអ្វីដែលល្អគឺវាអាចនឹងត្រង់ត្រាប់ហើយធ្វើនៅរឿងល្អតែបើយើងបរិញ្ញាណអ្វីដែលវាភាសាអាក្រក់ដែលអសរោះអញ្ចឹងតាមដូចបងនិយាយអញ្ចឹងគឺធម្មតាគឺវានឹងនិយាយតាមយើងហើយនៅពេលដែលយើងបរិញ្ញាពាក្យអាក្រក់បាទអរគុណដូច្នេះចូលបន្តជាមួយនឹងដូនតារាទី3ជាបន្តទៀតបាទចាខ្ញុំមានរឿងចំណត់អន្តៈបាទគេទៅប្រាប់មិញបងស្រីទី2ទៅប្រាប់មិញហ្នឹងនិយាយក៏បាននិយាយសាយខ្លួនឯងហ្នឹងចាកំប្លែងនឹងខ្ញុំគឺចំណត់អន្តៈលោកពូម្នាក់នោះយូរម្ញេមករួចទៅសួរបងនិស្សិតថា1 + 1 ប៉ុន្មានរួចទៅហើយគាត់និយាយស្អីច្បាស់អញ្ចឹងរួចទៅបងនិស្សិតគាត់ថាមកពីណាអញ្ចឹងប្រហែលជាបកែខ្លាំងហើយមិនហ៊ានឆ្លើយទេអញ្ចឹងក៏អត់ឆ្លើយអញ្ចឹងបងអន្តៈហ្នឹងគាត់កាន់ម្ញេទៅមុខទៀតកាន់ទៅមុខទៀតក៏ឃើញកូនក្មេងដើរក៏សួរថាអូនអេមកនេះមើលរួចទៅក៏ហៅសួរថា1 + 1 ប៉ុន្មានហើយអូនថា1 + 1 2ដល់ពេលអញ្ចឹងអូនតាហ្នឹងហុចម្ញេឲ្យទៅចប់ត្រឹមហ្នឹងចប់ហើយអត់បងហើយហើយអត់បាទចាក់ខ្ញុំមកចាំខ្ញុំចាក់បន្តជាបន្តពីលោកអ្នកបានទទួលស្ដាប់រឿងកំ pl ែងរបស់ដូនតារាទាំង3ដួងហើយជាបន្តសូមរីករាយ
ទស្សនានៅរឿងកំ pl ាញវិញម្ដងដែលនៅក្នុងវគ្គនេះនាំមកជួយលោកអ្នកដោយ មន្ទីរព្យាបាលថ្មីដួងសិនមន្ទីរព្យាបាលថ្មីដួងសិនមានតនបដិទ្ធមានបទពិសោធន៍យូរឆ្នាំមានក្រុមសិលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកធ្មេញដាក់ធ្មេញពុតធ្មេញដាំបង្គោលក្នុងឆ្អឹងនិងធ្វើធ្មេញឲ្យសមន្ទីរព្យាបាលថ្មីដួងសិនមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលថ្មីដួងសិន ចង់ដឹងថារឿងរ៉ាវជីវិតរបស់តារាកិត្តិយសនៅក្នុងរាត្រីនេះមានប្រវត្តិតស៊ូកំសត់បែបណាសូមអញ្ជើញទស្សនានៅការបង្ហាញជូនពីក្រុមកំ pl ាញ ដល់ណា